ដល់ពេលដែលត្រូវបង្រៀនបងម្ចាស់ផ្ទះមួយទៀតហើយបងប្អូនផ្ទះនេះជាផ្ទះជាកម្មគង់បណ្ដេះដែលមានទីតាំងនៅខាងប៉ោយប៉ែតស្ទឹងបត់ខនាត8 × 16 3ជាន់ហើយមានអាយុ10ខែហើយផ្ទះនេះតាមពិតទៅផ្ទះនេះអាយុយកតាំងពីអាយុ6ខែដោយសារតែទីតាំងភូមិសាស្ត្រនៅខាងនេះល្អអញ្ចឹងហើយយើងធ្វើទៅវាឆាប់បានផលលឿនមែនតើការបង្រៀនបងម្ចាស់ផ្ទះឲ្យចេះមើលថែទាំផ្ទះចេះប្រមូលផលគឺជាតួនាទីរបស់អ្នកបច្ចេកទេសការងារមួយនេះគឺត្រូវចាប់ផ្ដើមធ្វើតាំងពីខែដំបូងមានន័យថាបន្ទាប់ពីផ្ទះបើកសម្លេងហើយបាន1ខែជាទូទៅកងបណ្ដេះតែងតែអញ្ជើញបងម្ចាស់ផ្ទះឬមួយក៏អ្នកជំនិតរបស់គាត់ណាម្នាក់ដែលគាត់អាចមកធ្វើជាមង្គលបានដើម្បីមករៀនសូត្រអំពីបច្ចេកទេសពីអ្នកបច្ចេកទេសចំណុចនេះគឺសំខាន់មែនទែនបងប្អូនពីព្រោះថាផ្ទះជាកម្មបន្ទាប់ពីចប់ការធានាទៅគឺត្រូវការម្ចាស់ផ្ទះជាអ្នកមើលថែទាំបន្តបើសិនជាអ្នកបច្ចេកទេសមិនបានបង្រៀនពីជំនាញទាំងអស់នេះទៅឲ្យបងប្អូនម្ចាស់ផ្ទះទេនោះក៏អាចជួបបញ្ហានៅថ្ងៃក្រោយដែរអញ្ចឹងចំណុចនេះគឺជាចំណុចសំខាន់មួយដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាថាអ្នកបច្ចេកទេសត្រូវតែបង្រៀននៅជំនាញបច្ចេកទេសមើលថែទាំការប្រមូលផលឲ្យទៅម្ចាស់ផ្ទះជាចាំបាច់កន្លែងនេះគឺសំខាន់មែនទែនហើយបងប្អូនក៏ដូចគ្នាដែរបើសិនជាមានអ្នកណាម្នាក់ដែលគេធ្វើផ្ទះឲ្យបងប្អូនហើយគេបិទទ្វារចោលគេមិនឲ្យបងប្អូនចូលមើលអាហ្នឹងគឺជាបញ្ហាគ្រោះថ្នាក់មួយដែលបងប្អូនកំពុងតែប្រឈមមុខហើយបងប្អូនត្រូវប្រយ័ត្នឲ្យមែនទែនព្រោះថាផ្ទះជាកម្មពេលដែលយើងធ្វើហើយគឺយើងត្រូវចូលទៅមើលវាជារៀងរាល់ខែដើម្បីអីដើម្បីឲ្យដឹងពីបញ្ហាក្នុងផ្ទះកំណើនសត្វមានឬក៏អត់ខ្វះខាតនៅកន្លែងណាយើងត្រូវថែមថយវាចំណុចនេះគឺសំខាន់ណាស់ហេតុអីព្រោះថាផ្ទះជាកម្មមិនមែនយើងធ្វើភ្លាមយើងបានជោគជ័យភ្លាមដោយចិត្តរបស់យើងនោះទេវាត្រូវការមើលថែទាំការថ្នាក់ថ្នមការពិនិត្យពិច័យនៅបញ្ហាផ្សេងៗក្នុងផ្ទះដើម្បីដោះស្រាយបើសិនជាបងប្អូនធ្វើឲ្យគ្រាន់តែធ្វើឲ្យបោះផ្ទះនឹងចោលមិនដែលចូលមើលតទៅសោះនេះហើយគឺជាបញ្ហាធ្វើឲ្យផ្ទះបងប្អូនបរាជ័យអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែនចំពោះបញ្ហានេះហេតុអីបានខ្ញុំនិយាយដល់ចំណុចនេះពីព្រោះមិនចង់ឲ្យបងប្អូនបរាជ័យឬក៏បោះបង់ពេលវេលាចោលទេបងប្អូនមើលកុំមិនធ្វើជាទូទៅ8ខែ10ខែឬក៏1ឆ្នាំគឺយើងប្រមូលផលហើយចុះបើសិនជាបងប្អូនបិទផ្ទះរហូតដល់2 3ឆ្នាំចោលតើទិន្នផលបានមកពីណាមានលទ្ធផលល្អណាមួយដែលអាចកើតឡើងដោយឯងទេបងប្អូនជាធម្មតារបស់ដែលល្អគឺកើតចេញពីការខិតខំប្រឹងប្រែងអញ្ចឹងការខិតខំប្រឹងប្រែងនេះហើយដែលធ្វើឲ្យផ្ទះរបស់យើងជោគជ័យតាមមើលថែដល់លទ្ធផលវាល្អហើយបងប្អូន